ស្ដេចសៀមរាមាទី6ប្រញាប់យកមហេសីថែមឲ្យបានកូនប្រុសមុនខ្លួនផុតសង្ខារក្រៅពីការរងការរិះគន់ពីរាជវង្សានុវង្សវីរៈជននយោបាយមហាមន្ត្រីក្នុងរដ្ឋាភិបាលការប៉ុនប៉ងបះបោរពីសំណាក់ពួកចិននៅស្រុកសៀមក៏ដូចជារងការគៀបសង្កត់ពីបរទេសផងនោះស្ដេចសៀមរាមាទី6ឬព្រះចៅវជ្រាវុធក៏បរាជ័យក្នុងរឿងអត់មានបុត្រាស្នងរាជផងដែរដូច្នេះទើបស្ថានភាពប្រទេសសៀមនៅចុងរជ្ជកាលរបស់ទ្រង់ហៀបនឹងក្លាយជាប្រទេសរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញមុនកាលកំណត់ព្រោះស្ដេចអត់មានបុត្រាស្នងរាជហើយបងប្អូនប្រុស2នាក់ក៏ស្លាប់ទៅទៀតតែប្រទេសសៀមដោះស្រាយយ៉ាងណាខ្លះចំពោះបញ្ហាស្នងរាជបល្ល័ង្កក្នុងរបបរាជានិយមផ្ដាច់ការនេះដូច្នេះសូមប្រិយមិត្តរីករាយទស្សនានិងស្ដាប់ដូចតទៅព្រះចៅវជ្រាវុធឬរាមាទី6គឺជាស្ដេចសៀមមួយអង្គដែលបានសោយរាជ្យចាប់ពីឆ្នាំ1910ដល់1925ស្ដេចអង្គនេះហើយដែលមានព្រះមហេសីជាជនជាតិខ្មែរជាកូនស្រីរបស់លឿមអភ័យវង្សព្រះមហេសីខ្មែរអង្គនេះមានព្រះនាមថាសុវត្ថនានៅដើមរជ្ជកាលរបស់ព្រះចៅវជ្រាវុធរាមាទី6ក្នុងឆ្នាំ1912មានការបង្ក្រាបក្រុមទាហានក្បត់ព្រះរាជាចំនួន92នាក់ដែលប៉ុនប៉ងធ្វើរាជប្រហារដណ្ដើមអំណាចពីព្រះមហាក្សត្រពួកគេភាគច្រើនជានាយទាហានវ័យក្មេងកូនកាត់សៀមចិនដែលមូលហេតុនៃការបះបោរនេះគឺដោយសារទទួលរងឥទ្ធិពលពីបដិវត្តន៍ចិននៅឆ្នាំ1911ហើយពួកគេក៏មានគំនុំជាមួយពួករាជវង្សជាពិសេសគឺស្ដេចវជ្រាវុធផ្ទាល់តែម្ដងដោយសារតែឥទ្ធិពលនយោបាយក្នុងប្រទេសផងពួកគេក៏មានទស្សនៈយល់ឃើញថាប្រទេសសៀមកាលនោះមិនទាន់សម័យសម្បូរអំពើអយុត្តិធម៌អំពើពុករលួយនិងថែមទាំងអន់ថយខាងផ្នែកសីលធម៌បង្កឲ្យមានបញ្ហាជំងឺសង្គមទើបពួកគេចង់ធ្វើបដិវត្តន៍ផ្ដួលរំលំស្ដេចនិយាយដោយសង្ខេបក្នុងរជ្ជកាលព្រះចៅរាមាទី6ប្រទេសសៀមកើតមានវិបត្តិជាច្រើនលើផ្នែកនយោបាយកសិកម្មសេដ្ឋកិច្ចនយោបាយនិងអំពើពុករលួយក្នុងជួររាជរដ្ឋាភិបាលដែលនាំទៅដល់ពន្លកនៃគំនិតចង់ផ្ដួលរំលំរបបរាជានិយមផ្ដាច់ការនៅប្រទេសនេះបញ្ហាពីរដែលអំពុលក្នុងប្រទេសនាឆ្នាំចុងក្រោយនៃរជ្ជកាលទី6គឺសេដ្ឋកិច្ចហិរញ្ញវត្ថុនិងការស្នងរាជសម្បត្តិខាងផ្នែកសេដ្ឋកិច្ចដោយសារសម័យកាលក្រោយសង្គ្រាមភ្លាមប្រទេសជាតិក៏មិនសូវសម្បូរសប្បាយច្រើននោះទេអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺបញ្ហាស្នងរាជសម្បត្តិដែលបានក្លាយជាបញ្ហាធំមួយរំពេចនាចុងរជ្ជកាលគួររំលឹកបន្ថែមថាព្រះចៅជូឡាឡុងកនរាមាទី5មានបុត្រាបុត្រីសរុបចំនួន77អង្គដែលក្នុងចំណោមនោះមានបុត្រា7អង្គប៉ុណ្ណោះដែលនៅរស់រានមានជីវិតមកដល់រជ្ជកាលស្ដេចវជ្រាវុធរួមទាំងវជ្រាវុធខ្លួនឯងផងដែរក្នុងពេលជ្រើសរើសវជ្រាវុធឲ្យស្នងរាជបន្តស្ដេចជូឡាឡុងកនរាមាទី5បានបញ្ជាក់ពីការពេញចិត្តរបស់ព្រះអង្គឲ្យស្នងរាជបន្តដូច្នេះហើយប្អូនប្រុសរបស់វជ្រាវុធគឺព្រះអង្គម្ចាស់ចក្រាវង្សត្រូវបានគេរំពឹងថាអាចនឹងឡើងស្នងរាជបន្ទាប់ពីស្ដេចវជ្រាវុធរាមាទី6ប៉ុន្តែភាពជាក់ស្ដែងគឺមិនដូច្នោះឡើយព្រះអង្គម្ចាស់ចក្រាវង្សបានរៀបអភិសេកជាមួយស្ត្រីជនជាតិរុស្ស៊ីក្នុងពេលដែលទ្រង់ទៅសិក្សានៅសាលាយោធានាទីក្រុង Saint Petersburg ដែលជាការធ្វើឲ្យមានបញ្ហាធំចំពោះការឡើងស្នងរាជហើយព្រះអង្គក៏បានចូលទីវង្គតនៅឆ្នាំ1920នោះទៅទៀតក្នុងឆ្នាំ1924ស្ដេចវជ្រាវុធរាមាទី6បានប្រកាសឲ្យប្រើច្បាប់ស្នងរាជដោយទទួលស្គាល់ជាផ្លូវការនៅការអះអាងជាចម្បងពីខ្សែរាជវង្សខាងម្ចាស់ក្សត្រីសៅរផាបើព្រះអង្គចូលទីវង្គតដោយមិនមានបុត្រានៅឆ្នាំ1924នោះស្ដេចសៀមវជ្រាវុធរាមាទី6បានរៀបអភិសេកជាមួយព្រះមហាសីជាជនជាតិខ្មែរម្នាក់ឈ្មោះសុវត្ថនាជាកូនស្រីរបស់លឿមអភ័យវង្សនិងជាចៅរបស់លោកម្ចាស់កថាធនឈុំឬឈុំអភ័យវង្សចៅហ្វាយខេត្តព្រះដំបងឬខេត្តបាត់ដំបងសូមជម្រាបប្រិយមិត្តផងដែរថាចៅហ្វាយខេត្តបាត់ដំបងកាលនោះគឺកំពុងតែស្ថិតនៅក្រោមជំនួសរាជវាំងក្រុងបាងកកនៅឡើយបាទអូនប្រុស2នាក់ក្នុងចំណោម3នាក់របស់ស្ដេចវជ្រាវុធរាមាទី6ដែលនៅសេសសល់ក៏បានចូលទីវង្គតទៅទៀតបន្សល់ទុកតែប្អូនប្រុសពៅម្នាក់ដែលជាកូនទី76របស់ស្ដេចជូឡាឡុងកនរាមាទី5នោះគឺព្រះអង្គម្ចាស់ប្រជាឌីពុកដែលអាចហៅតាមសំនៀងខ្មែរថាប្រាជ្ញាធិបករស្ដេចវជ្រាវុធរាមាទី6ក៏បានចូលទីវង្គតនៅក្នុងជន្មាយុ44ឆ្នាំក្នុងឆ្នាំ1924
ក្រោយមកទើបគេរកឃើញថាមុនពេលចូលទីវង្គតស្ដេចវជ្រាវុធអង្គនេះបានបន្សល់ទុកព្រះរាជសារមួយច្បាប់ដែលផ្ដាំឲ្យព្រះអង្គម្ចាស់ប្រជាធិពុកឡើងសោយរាជ្យក្លាយជាស្ដេចរាមាទី7ក្នុងរាជវង្សចក្រីបាទប្រិយមិត្តដែលខ្ញុំចង់លើកឡើងនៅខ្លឹមសារនេះគឺចង់បញ្ជាក់ថាស្ដេចវជ្រាវុធរាមាទី6និងស្ដេចវជ្រាលង្កនរាមាទី10ដែលជាស្ដេចថៃសពថ្ងៃនេះគឺសុទ្ធតែមានបញ្ហាក្នុងការស្នងរាជ្យបានន័យថាអ្នកស្នងរាជ្យបន្តនឹងគឺមិនប្រកាសប្រជាដែលអាចត្រូវនឹងបណ្ដាសារបស់ស្ដេចតាក់ស៊ីនដែលបានដាក់បណ្ដាសាឲ្យរាជវង្សចក្រីថានឹងបញ្ចប់ក្នុងរជ្ជកាលរាមាទី10ពលគឺនៅក្នុងរជ្ជកាលស្ដេចជូឡាលង្កននាពេលបច្ចុប្បន្ននេះឯង